និយាយរួមទៅរឿងអីក៏ដោយឲ្យតែពាក់ព័ន្ធជាមួយនឹងលុយកាក់គឺយើងត្រូវតែប្រុងប្រយ័ត្នឲ្យមែនតើព្រោះបច្ចុប្បន្នខ្ញុំសង្កេតឃើញថាមានករណីឆោបបោកនៅលើបណ្ដាញសង្គមច្រើនមែនតើគឺមានតាំងពីជំនួយបែបមនុស្សធម៌คล้ายៗតាំងពីអ្នកលក់បោកអ្នកទិញក៏ដូចជាសំបីតែអ្នកទិញបោកអ្នកលក់ក៏មានដែរអញ្ចឹងទៅគឺមិនថាតែយើងជាអ្នកដែលប្រើប្រាស់ទូទៅធម្មតាដែលមើលទៅលើការផ្សព្វផ្សាយក៏ដូចជាត្រូវការទិញអីវ៉ាន់អីចឹងដូចជាអ្នកលក់ទូទៅក៏ដោយក៏យើងត្រូវតែមានការប្រុងប្រយ័ត្នជាពិសេសសំបីតែការធ្វើជំនួយសប្បុរសធម៌ដែលយើងអត់ដឹងប្រភពច្បាស់លាស់រូបភាពមិនដឹងថាមកពីណាក៏យើងត្រូវតែប្រយ័ត្នដូចគ្នាពួកអីគឺមានជនឆក់ឱកាសជាច្រើននៅក្នុងការប្រើប្រាស់ជំនួយសប្បុរសធម៌ក៏ដូចជាការក្លែងបន្លំនៅអត្តសញ្ញាណខ្លួនឯងដើម្បីធ្វើការបោកប្រាស់យើងនៅលើបណ្ដាញសង្គមគឺច្រើនមែនទែនបច្ចុប្បន្នហ្នឹងអញ្ចឹងសូម្បីតែនៅលើ page ដូចធ្លាប់ឃើញ page Start Game ក៏ដូចជា page នីកា phone shop អីផ្សេងគឺគាត់បានឡើងមកនិយាយដូចគ្នាពាក់ព័ន្ធជាមួយនឹងករណីឆោបោកអតិថិជនរបស់គាត់អីចឹងទៅគឺមានដូចគ្នាចឹងទៅគឺថ្ងៃនេះអ្វីដែលខ្ញុំចង់លើកឡើងមកបង្ហាញគឺពាក់ព័ន្ធជាមួយនឹងករណីមួយដែលវាកើតមាននៅលើក្រុមដែលខ្ញុំបង្កើតឡើងនៅក្នុងការជជែកពិភាក្សាគ្នាអំពីបច្ចេកវិទ្យាហើយនៅក្នុងហ្នឹងមានដេចគុណមួយអង្គយើងអត់ច្បាស់ថាគាត់ជាព្រះសង្ឃពិតប្រាកដឬក៏ខ្លែងបន្លំទេនិយាយទៅគឺគាត់ប្រើទម្រង់បែបព្រះសង្ឃនៅក្នុងការលក់កុំព្យូទ័រនៅក្នុងហ្នឹងអញ្ចឹងករណីនេះគឺវាកើតឡើងរយៈពេលរៀងយូរដែរអីប៉ុន្តែខ្ញុំសរសើរគាត់រឿងមួយគឺបើសិនជាយើងមើល profile របស់គាត់ឥឡូវខ្ញុំនឹងបង្ហាញមុខជូនបងប្អូនតែម្ដងថាតើការរៀបចំរបស់គាត់នៅក្នុងទម្រង់ម៉េចទើបធ្វើឲ្យយើងទុកចិត្តហើយយើងគិតថាគាត់អាចនឹងជាព្រះសង្ឃពិតប្រាកដហើយគាត់ពិតជាមានអវ័នលោកមែននេះមានបរិយាគុណមួយអង្គគឺនៅក្នុងក្រុមដែលខ្ញុំប្រើប្រាស់សម្រាប់ធ្វើការវិភាសាហ្នឹងគឺគាត់បង្ហោះលក់កុំព្យូទ័រហើយតាមអ្វីដែលខ្ញុំដឹងមកគឺពីអ្នកដែលចូលរួមក្រុមដូចគ្នាក្រោយពីកើតករណីហ្នឹងកើតឡើងគឺមានអ្នកចូលមកខមមិនពាក់ព័ន្ធជាមួយនឹងករណីព្រះសង្ឃឆោបោកនឹងដូចគ្នាមិនមែនមានតែប្រជាជនមួយអង្គហ្នឹងទេយើងអត់ច្បាស់ថាគាត់ជាសង្ឃពិតប្រាកដដូចខ្ញុំបញ្ជាក់អញ្ចឹងយើងអត់ច្បាស់ថាគាត់ជាសង្ឃឬក៏ជាក្រហមធម្មតាទេប៉ុន្តែគឺគាត់ជាជនឆោបោកហើយនៅក្នុងវីដេអូនេះគឺខ្ញុំសូមអត់ចោតប្រកាន់ទៅលើរូបភាពមានថាខ្ញុំអត់មានចោតប្រកាន់ទៅលើម្ចាស់រូបនឹងទេខ្ញុំអត់មានចោតប្រកាន់គាត់ទេព្រោះខ្ញុំនិយាយជាក់ស្ដែងគឺយើងអត់អាចវិនិច្ឆ័យថារូបភាពដែលបង្ហាញនៅលើហ្នឹងគឺជារូបភាពរបស់គាត់ពិតប្រាកដទេប៉ុន្តែប្រសិនបើជារូបភាពពិតប្រាកដអាហ្នឹងក៏ល្អដែរយើងនឹងល្អមើលទាំងអស់គ្នាហើយជាក់ស្ដែងនៅក្នុង profile Telegram របស់គាត់គឺមាន verify សញ្ញាគ្រីសន័យថាគាត់ទិញនៅ Telegram Premium អញ្ចឹងបានទទួលបាន verify សញ្ញាគ្រីសអញ្ចឹងទៅគឺគាត់អាចទិញអាហ្នឹងបានអញ្ចឹងគាត់ក៏មានការយល់ដឹងយ៉ាងច្រើនដែរតែគាត់ថាគាត់ធ្វើនៅទង្វើដែលមិនត្រឹមត្រូវអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតខ្ញុំអត់មានវិនិច្ឆ័យថាមនុស្សនេះគឺពិតប្រាកដទេអាចនឹងមានអ្នកខ្លែងបណ្ដំយករូបគាត់យកមកប្រើប្រាស់អីមិនក៏យើងអត់អាចកំណត់បានដែរប៉ុន្តែអ្វីដែលខ្ញុំអាចកំណត់បានមានថាអាចនឹងយើងអាចនឹងឃើញថាគាត់បង្កើតនៅទំនុកចិត្តឲ្យយើងអញ្ចឹងខ្ញុំសូមហៅថាបដិជគុណចុះបដិជគុណមួយអង្គនេះនៅពេលដែលគាត់ចូលមកក្នុងក្រុមរបស់ខ្ញុំភ្លាមគាត់ធ្វើការបង្ហោះពាក់ព័ន្ធជាមួយនឹងកុំព្យូទ័រដែលគាត់ចង់លក់គឺគាត់ឆាតមក account ខ្ញុំជា admin តែម្ដងគាត់ឆាតមកសុំថាគាត់សុំបង្ហោះនៅរូបភាពលក់នៅកុំព្យូទ័ររបស់គាត់ផ្ទាល់ខ្លួនហ្នឹងអញ្ចឹងទៅគឺដើម្បីឲ្យខ្ញុំអនុញ្ញាតឲ្យគាត់អញ្ចឹងមានន័យថាគាត់រៀបចំសេណារីយ៉ូរៀបចំទម្រង់នៅក្នុងការបោកប្រាស់បានល្អមែនទែនមានន័យថាគាត់ស្នើសុំមក admin មុនសិនគាត់បង្ហោះចូលទៅក្នុងហ្នឹងហើយគាត់មានតាំងពីការឆ្លើយតបនៅក្នុងក្រុមជាច្រើននៅពេលដែលគាត់ផុសលើកទី1អត់មានអ្នកទិញលើកទី2អត់មានអ្នកទិញលើកទី3ក៏អត់ទាន់មានអ្នកទិញគាត់នៅមាននិយាយថាបើសិនជាមានញោមណាត្រូវការស្រោចទឹកអាត្មា free ឲ្យអីចឹងណាអញ្ចឹងមានន័យថាគាត់បង្កើតនៅទំនាក់ទំនងនៅក្នុងក្រុមហ្នឹងរៀងច្រើនមែនតើហើយនៅក្នុងចំណោមសមាជិកនៅក្នុងក្រុមរបស់ខ្ញុំនេះមាន100នាក់ជាងគឺការពីពេលនោះដូចជា123ឬក៏124នាក់ទេនៅក្នុងក្រុមអត់ទៅមានច្រើនទេដោយសារក្រុមនេះគឺខ្ញុំប្រើសម្រាប់ link ចូលទៅក្នុង channel របស់ខ្ញុំទេប៉ុន្តែអាចពិភាក្សានៅក្នុងហ្នឹងបានអញ្ចឹងទៅគឺគាត់មានសមាជិកខ្ញុំម្នាក់ដោយសារមិត្តភ័ក្តិរបស់គាត់ចង់ទិញកុំព្យូទ័រតម្លៃរៀងធូរម៉មគាត់ត្រូវការរៀនត្រូវការអីប្រើប្រាស់អីចឹងណាអញ្ចឹងសមាជិកក្រុមខ្ញុំម្នាក់ហ្នឹងគឺគាត់ក៏ forward នៅការផុសបាទដៃគុណមួយហ្នឹងយកទៅឲ្យមិត្តភ័ក្តិរបស់គាត់ដើម្បីតាក់ទងទិញអញ្ចឹងនៅពេលដែលមិត្តភ័ក្តិរបស់គាត់ទិញហើយទើបដឹងថាវាជាករណីបោកប្រាស់និយាយទៅគឺខ្ញុំនិយាយពីដំណើរដើមតងតិចគឺមានន័យថាដៃគុណហ្នឹងគឺគាត់ប្រើប្រាស់រូបភាពផុសនេះខ្ញុំសូមបញ្ជាក់បន្តិចរូបនេះ
រូបផុសមួយនេះតាមអ្វីដែលខ្ញុំទទួលបានពីសមាជិកផ្សេងទៀតក្រោយពេលដែលកើតហេតុហ្នឹងអញ្ចឹងគឺមានសមាជិកផ្សេងបាននិយាយថាមានព្រះសង្ឃដែលលក់នៅកុំព្យូទ័រមានរូបរាងដូចគ្នាបេះបិទនឹងតែម្ដងហើយនៅពេលដែលកើតករណីនឹងកើតឡើងនៅពេលដែលមានអ្នកវេលុយទៅឲ្យគាត់ហើយទៅឲ្យដេគុណនឹងហើយដេគុណនឹងឈប់ឆ្លើយតបអីទាំងអស់ហើយឈប់ឆ្លើយតបអីទាំងអស់នៅពេលដែលបង់លុយគ្រប់ចំនួនអញ្ចឹងគឺគាត់ឈប់តបគាត់ចូលមើលឆាតធម្មតាតែគាត់ឈប់តបបន្ទាប់ពីមានរឿងរៀងច្រើនផ្ទុះនៅក្នុងក្រុមហើយគឺគាត់ចាប់ដើមប្លុកអ្នកដែលកើតរឿងជាមួយគាត់ចោលទាំងអស់លុបឆាតចោលទាំងអស់តែម្ដងអញ្ចឹងគឺគាត់ចាប់ដើមបំផ្លាញផុសតាងប៉ុន្តែវាអត់សំខាន់មែនទេព្រោះអីខ្ញុំអ្នកដែលជួបរឿងហ្នឹងគឺខ្ញុំក៏ឲ្យគាត់ record នៅឯកសារទុកថាតើគាត់មានធ្វើអីគេខ្លះមានឆ្លើយតបឆ្លងឆ្លើយអីគេខ្លះគឺមានអស់អញ្ចឹងទៅគឺយើងគ្រាន់តែដើម្បីថាបង្ការទុកហើយក្រៅពីដេគុណមួយអង្គមិញគឺមានសមាជិកខ្ញុំដែលនិយាយថាមានដេគុណមួយអង្គទៀតផ្សេងទៀតអត់ដូចគ្នាទេប៉ុន្តែនៅក្នុងទម្រង់ព្រះសង្ឃដូចគ្នាឃើញទេអញ្ចឹងមានន័យថាករណីដែលខ្លែងបន្លំយើងអត់ដឹងថាជាការខ្លែងបន្លំធ្វើជាព្រះសង្ឃឬក៏ព្រះសង្ឃពិតប្រាកដធ្វើការបោកប្រាស់ដោយប្រើប្រាស់វិធីសាស្ត្រនៅក្នុងការលក់កុំព្យូទ័រដោយសារធម្មតាទេបើសិនជាយើងលក់អវ៉ាន់ accessory អីផ្សេងវារៀងបានចំនួនរៀងតិចប៉ុន្តែកុំព្យូទ័រដាក់លក់តម្លៃម៉មពេលខ្លះបកាកជាមួយនឹងទីផ្សារធ្វើឲ្យយើងគិតថាអាចនឹងទុកចិត្តបានអីចឹងណាមួយជាព្រះសង្ឃផងព្រោះអីយើងកាន់ព្រះពុទ្ធសាសនាស្រាប់អញ្ចឹងទៅគឺយើងឲ្យតម្លៃចុចទៅគឺមានអ្នកឲ្យតម្លៃទៅលើព្រះសង្ឃដូចគ្នាអញ្ចឹងហើយក៏វាអាចកើតជាករណីនឹងដែរអញ្ចឹងពីដំបូងឡើយគាត់ធ្វើការកក់ប្រាក់មេថាព្រះសង្ឃហ្នឹងឲ្យអ្នកដែលទិញហ្នឹងធ្វើការកក់ប្រាក់អញ្ចឹងពីដំបូងគឺគាត់កក់ប្រាក់មើលថ្ងៃ12នេះគាត់បង់គាត់បាញ់$100ឃើញអត់អញ្ចឹងចំនួននេះគឺបាញ់$100ទៅក្នុងគណនីអញ្ចឹងគណនីដែលទទួលនេះឈ្មោះថាចន្ទដានិយាយខ្មែរទៅឈ្មោះគាត់ដាចន្ទដាអានេះគឺយើងអាចកំណត់អត្តសញ្ញាណថាគាត់ជាអ្នកប្រើប្រាស់ធនាគារពិតប្រាកដគឺគាត់ប្រើប្រាស់សេវាកម្មធនាគារ ACDA ហើយឈ្មោះដាចន្ទដានឹងឯងហើយគាត់មានធ្វើការផ្ទេរប្រាក់ទៅមេថាគាត់វេពីគណនីផ្សេងគាត់វេពី True Money ទៅឲ្យគណនីឈ្មោះមិញទៅដែរដោយសារលុយគាត់នៅក្នុងapp ABA ហ្នឹងគឺគាត់អត់គ្រប់អញ្ចឹងទៅគឺគាត់វេតាម True Money ក៏ដូចជាការវេតាម ABA ផ្ទាល់ក៏មានដែរអញ្ចឹងទៅគឺគាត់វេចំនួន3ដងដើម្បីបង្គ្រប់តម្លៃដែលត្រូវទិញកុំព្យូទ័រមួយហ្នឹងអញ្ចឹងទៅគឺនៅពេលដែលបាញ់លុយកក់$100ដំបូងគឺគាត់សន្យាថានឹងផ្ញើអវ៉ាន់ឲ្យប៉ុន្តែនៅពេលដែលបាញ់ឲ្យហើយគឺគាត់ថតវិក័យប័ត្រនេះគឺគាត់ថតទម្រង់ព្រាលបែបនេះអញ្ចឹងគឺអត់ឲ្យយើងកំណត់អត្តសញ្ញាណបានទេថាតើអវ៉ាន់ដែលគាត់ដាក់ផ្ញើហ្នឹងគឺជាអ្វីហើយលេខទូរស័ព្ទអ្នកផ្ញើលេខប្រមាណលេខអ្នកទទួលលេខប្រមាណគឺអត់ដឹងទាំងអស់អញ្ចឹងគ្រាន់តែសញ្ញាណព្រាលអញ្ចឹងហើយគឺគាត់ត្រូវការឲ្យបង់លុយប្រគ្រប់ដើម្បីគាត់ទទួលបានលុយពេញអញ្ចឹងនៅពេលដែលបង់លុយប្រគ្រប់ហើយគាត់ថាឲ្យយើងចាំ30នាទីដើម្បីគាត់តាក់ទងទៅខាងវរៈបន្ថែមអីចឹងអញ្ចឹងហើយគឺបន្ទាប់ពីនឹងមករយៈពេលកន្លះម៉ោងក្រោយមកទៀតគឺចាប់ដើមបាត់ឆាតឡើងតបហើយគឺគាត់ទទួលបានទឹកប្រាក់គ្រប់គ្រាន់ហើយអញ្ចឹងគឺករណីហ្នឹងគឺខ្លាយទៅជាការបោកប្រាស់ដ៏ពេញលេញមួយតែម្ដងហើយមកដល់ពេលបច្ចុប្បន្ននេះអ្នកដែលគាត់ជួបបញ្ហានេះគឺគាត់អត់ទទួលបានសំណងអត់ទទួលបានអីទេប៉ុន្តែសង្ឃឹមថាករណីមួយនេះខ្ញុំគិតថាវាអាចទៅរួចដែលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាគាត់អាចនឹងធ្វើការស៊ើបបានដោយសារតាមអ្វីដែលខ្ញុំទទួលបានគឺខ្ញុំទទួលបានរូបភាពអត្តសញ្ញាណគាត់ប៉ុណ្ណឹងក៏ដូចជាព័ត៌មានផ្ទេរប្រាក់របស់គាត់ហើយនឹងមានថាសូម្បីតែលេខទូរស័ព្ទអីផ្សេងក៏មានដែរតាមពិតគឺយើងអាចត្រួតពិនិត្យមើលបានហើយខ្ញុំជឿថាអ្នកដែលមើលវីដេអូនេះបើសិនបើគិតថាអាចមានវិធីនៅក្នុងការជំរុញឲ្យអង្គភាពមានសមត្ថកិច្ចដើម្បីជួយដោះស្រាយករណីនេះបានក៏ខ្ញុំគិតថាអាច mention គាត់ឡើងឬក៏ប្រើប្រាស់វិធីសាស្ត្រណាដើម្បីជំរុញកុំឲ្យមានករណីនឹងកើតឡើងច្រើនដោយសារវាមិនមែនមានតែករណីហ្នឹងមួយទេខ្ញុំឃើញមានករណីដូចជាការផុសដូចជាមួយរយៈហ្នឹងគឺមានបញ្ហាពាក់ព័ន្ធជាមួយនឹងខាងព្រំដែនមានការស្នើសុំជំនួយតម្លាក់ QR code អីផ្សេងដើម្បីឲ្យគេបាញ់លុយឲ្យអញ្ចឹងគឺមានច្រើនមែនទែនហើយសូម្បីតែការប្រើប្រាស់នៅទម្រង់សប្បុរសធម៌ដូចជាមានឃើញជនពិការឬក៏អ្នកដែលមានជីវភាពខ្សត់ខ្សោយមានជំងឺមានអីផ្សេងត្រូវការជំនួយគឺផុសប្រងព្រាតច្រើនមែនទែនប៉ុន្តែឃើញថាមាន
មានការដោះស្រាយខ្លះៗមានការប្រកាសខ្លះៗប៉ុន្តែមិនទាន់ថាដោះស្រាយបាន 100% ហើយក៏នៅប្រសិទ្ធភាពក៏វានៅរៀងមិនទាន់គ្រប់គ្រាន់នៅឡើយខ្ញុំសង្ឃឹមថាករណីមួយនេះក៏អាចជាករណីមួយដែលឲ្យបងប្អូនប្រុងប្រយ័ត្នផងដែរអញ្ចឹងនិយាយទៅករណីដែលខ្ញុំលើកឡើងនេះគឺមានតែប៉ុណ្្នឹងទេវាអត់មានអីច្រើនទេតែគ្រាន់ថានៅមានករណីមួយទៀតបច្ចុប្បន្នគឺមានករណីមួយគឺអ្នកទិញចង់បោកអ្នកលក់វិញក៏មានដែរប្រពន្ធខ្ញុំជួបផ្ទាល់គាត់លក់អីវ៉ាន់អនឡាញដូចគ្នាចេះទេគាត់លក់ខោអាវហើយមានម្នាក់គាត់ឆាតមកទិញគាត់ត្រូវការមួយកៅអៅម៉ូតនេះអញ្ចឹងណាគាត់និយាយត្រូវតម្លៃគ្នាហើយអស់ហើយគាត់ត្រូវការទូទាត់ប្រាក់គាត់សួរថាតើយើងមានគណនីវិញឲ្យគាត់អត់អញ្ចឹងនៅពេលដែលយើងផ្ដល់គណនីវិញឲ្យគាត់និយាយថាគាត់វេលុយចូលមកក្នុងគណនីយើងអត់បានទេដល់តែគណនីវិញរបស់យើងមានតម្កល់ប្រាក់ចាប់ពី$20ឡើងទៅបានគាត់អាចផ្ទេរប្រាក់មកបានអញ្ចឹងគឺនៅក្នុងករណីហ្នឹងគឺមានន័យថាគាត់ចង់បោកប្រាស់យើងហើយមានន័យថាដោយសារតែនៅក្នុង app ធនាគារវិញបើតាមខ្ញុំដឹងគឺមានងារដែលស្នើសុំលុយមានន័យថាមិនមែនយើងបាញ់លុយឲ្យគេទេប៉ុន្តែយើងស្នើសុំម្ចាស់គណនីមួយទៀតឲ្យបាញ់លុយតាមចំនួនដែលយើងកំណត់មានន័យថាឧទាហរណ៍ថាដូចជាមុខងារខ្ចីលុយអញ្ចឹងយើងចង់ខ្ចីលុយគេ$20ខ្ចីពីម្នាក់ទៀតអ្នកដែលប្រើប្រាស់គណនីវិញដូចគ្នាអញ្ចឹងទៅគឺយើងប្រើមុខងារខ្ចីហ្នឹងអញ្ចឹងយើងខ្ចីពីគេ$20ហើយយើងឆាតទៅសុំលេខកូដប្រហែលខ្ទង់ពីគេមកអញ្ចឹងនៅពេលដែលយកលេខកូដមកគឺយើងបានទទួលបានលុយហ្នឹងតែម្ដងអញ្ចឹងមានន័យថាអ្នកទិញចង់បោកប្រាស់អ្នកលក់ចង់ឲ្យអ្នកលក់ដាក់លុយចូលទៅក្នុងគណនីវិញហើយគាត់ស្នើសុំលុយពីអ្នកលក់ហើយឲ្យអ្នកលក់ផ្ដល់នៅលេខកូដដើម្បីឲ្យគាត់ដកលុយបានអញ្ចឹងគឺនៅក្នុងករណីផ្សេងគ្នាប៉ុន្តែវាសុទ្ធតែស្ថិតនៅក្នុងករណីបោកប្រាស់អញ្ចឹងវាជាចំណុចដែលយើងត្រូវតែប្រយ័ត្នមានន័យថាជាធម្មតាទេបើសិនជាគេចង់វេលុយឲ្យយើងគឺអត់ចាំបាច់ឲ្យគណនីយើងត្រូវមានលុយទេទោះបីជាគណនីយើងអត់មានលុយក៏ដោយក៏គេនៅតែអាចវេលុយឲ្យយើងបានដែរខំច្រឡំថាត្រូវការលុយយើងមានតម្កល់នៅក្នុងគណនីបានគេអាចវេលុយឲ្យយើងបានកុំជឿរឿងមួយហ្នឹងមួយវិញទៀតករណីដែលករណីបោកប្រាស់ដែលខ្ញុំលើកឡើងនៅក្នុងករណីមិញខ្ញុំក៏គិតថាបងប្អូនគួរតែប្រយ័ត្នទៅលើចំណុចមួយចំនួនគឺទីមួយពាក់ព័ន្ធជាមួយនឹងទំនុកចិត្តមានថាកុំទុកចិត្តពេកទោះជាអ្នកណាក៏ដោយ page ដែលមានចំនួន view ច្រើនក៏ដោយមាន verify សញ្ញាគ្រីសអីមិនក៏ដោយអត់ចាំបាច់ទុកចិត្ត 100% ទេគឺលុយគឺជារបស់យើងអញ្ចឹងគឺយើងត្រូវប្រយ័ត្នខ្លួនឯងទី2នៅពេលដែលយើងធ្វើការទិញផលិតផលពីកន្លែងណាមួយឧទាហរណ៍ថាទិញពីអ្នកប្រើដូចគ្នាឬក៏ទិញពីហាងដែលលក់ដែលយើងគិតថាយើងសង្ស័យអញ្ចឹងគឺយើងអាចសុំឲ្យគាត់ថតផលិតផលយើងភ្លាមន័យថាបើសិនជាគាត់មាននៅក្នុង stock ពិតមែនដូចករណីដែលខ្ញុំលើកឡើងមកអញ្ចឹងបើសិនជាគាត់មានកុំព្យូទ័រនឹងនៅក្នុងដៃពិតមែនយើងឲ្យគាត់ថតភ្លាមកុំឲ្យផ្ញើរូបភាពតែហ្នឹងមកឬក៏ឲ្យគាត់ថតជាវីដេអូឃ្លីបខ្លីឲ្យយើងមើលបន្តិចយើងចង់ដឹងថាតើ spec វាមិនរូបរាងវាមិនចង់មើលជាក់ស្ដែងថាវាមិនចឹងទៅអញ្ចឹងគឺយើងមានសិទ្ធិនៅក្នុងការស្នើសុំព្រោះអីយើងជាអ្នកទិញបើគេមិនធ្វើតាមយើងក៏កុំបន្ថយនៅក្នុងការចំណាយលុយរបស់យើងដែរទំនុកចិត្តពីយើងទៅដូចគ្នាមួយទៀតពេលខ្លះទៅគឺយើងអាចសុំអាស័យដ្ឋានគាត់មុនទៅមានថាយើងត្រូវដឹងថាអាស័យដ្ឋានគាត់នៅណាកុំឲ្យអ្នកលក់សួរយើងថាអាស័យដ្ឋានយើងនៅណាបើសិនជាអ្នកលក់សួរយើងថាអាស័យដ្ឋានយើងនៅណាស្រាប់តែយើងសួរគាត់វិញថាអាស័យដ្ឋានបងនៅណាខ្ញុំចង់ទៅមើលផ្ទាល់អ្នកលក់នឹងបង្វែងដានប្រាប់យើងថាគាត់នៅទីតាំងផ្សេងឆ្ងាយពីយើងឧទាហរណ៍ថាយើងនៅភ្នំពេញយើងប្រាប់គេឲ្យថានៅភ្នំពេញគេនឹងប្រាប់យើងថាខ្ញុំនៅបាត់ដំបងពិបាកជួបគ្នាប៉ុន្តែនៅពេលដែលយើងប្រាប់គេថាប៉ុន្តែនៅពេលដែលយើងសួរគេថាគេនៅណាគេប្រាប់ថាគេនៅភ្នំពេញស្រាប់តែយើងនៅភ្នំពេញស្រាប់យើងអាចណាត់ជួបសួរបានឬក៏មើលផលិតផលផ្ទាល់បានឃើញងាយស្រួលមួយទៀតក្នុងករណីមួយចំនួនបើសិនជាយើងសង្ស័យតាក់ទងជាមួយនឹងករណីបោកប្រាស់យើងអាចសុំលុយសុំកក់លុយខ្លះទៅបានមិនបាច់បង់ 100% ទេហើយក៏កុំបាច់បង់ច្រើនពេកដែរមូលហេតុអីមានន័យថាការកក់លុយគឺដើម្បីទំនុកចិត្តទេហើយការកក់លុយគឺសុំ QR code មក QR code ពីធនាគារទៅធនាគារអាចដឹងព័ត៌មានធនាគារប្រតិបត្តិការគឺមាន stock ទុកនៅក្នុងធនាគារទាំងអស់អញ្ចឹងគឺអត់ពិបាកនៅក្នុងការស្វែងរកទេសូម្បីតែនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏គាត់អាចស្វែងរកព័ត៌មានរបស់អ្នកដែលទទួលលុយនឹងបានផងដែរគឺដោយសារគាត់ធ្វើការពាក់ព័ន្ធជាមួយរដ្ឋគាត់មានសិទ្ធិនៅក្នុងការស្នើសុំមួយវិញទៀតការកក់ប្រាក់ហ្នឹងគឺជាដើម្បីទំនុកចិត្តទាំងសងខាងទេឧទាហរណ៍ថាខ្ញុំជាអ្នកលក់បងប្អូនជាអ្នកទិញ
ឧទាហរណ៍ថាតម្លៃផលិតផលពេញ$300កក់$15បងប្អូនគិតថាស័ក្តិសមអត់អ្នកលក់គាត់ប្រកាសជាចង់ឲ្យយើងកក់ច្រើនហើយប៉ុន្តែយើងត្រូវគិតខ្លួនឯងថាតើ$15ស័ក្តិសមអត់សម្រាប់ថ្លៃសេវាដឹកជញ្ជូនឧទាហរណ៍ថា$15សមជាមួយតម្លៃដឹកជញ្ជូននេះយើងក៏អត់ចាំបាច់បន្ថយច្រើនដែរមូលហេតុអីបើសិនជានៅក្នុងករណីដែលយើងកក់ប្រាក់យើងគ្រាន់តែប្រាប់ថាឥឡូវខ្ញុំកក់ប្រាក់ឲ្យបងយកអវ៉ាន់ទៅផ្ញើទៅពេលអវ៉ាន់ដល់វរៈបន្ថែមឬក៏ដល់ក្រុមហ៊ុនដឹកអីផ្សេងបងថតវិក្កយបត្រត្រឹមត្រូវឲ្យខ្ញុំវេលុយឲ្យបងគ្រប់អញ្ចឹងអ្នកលក់ក៏អត់អាចនិយាយថាអត់បានទេបើសិនជាអត់បានលុយទាំងអស់ទេក៏អត់ដាក់ផ្ញើឲ្យអញ្ចឹងមានន័យថាការលក់ដូរគឺត្រូវបរាជ័យនៅត្រឹមហ្នឹងហើយយើងក៏អត់ចាំបាច់ខាត់លុយដែរប៉ុន្តែបើសិនជាគាត់អូខេប៉ុន្តែគាត់និយាយប្រាប់យើងថា15រៀលជាមួយនឹង300មិនអាចទប់ទល់គ្នាបានព្រោះអីបើសិនជាអ្នកទិញអត់វេលុយឲ្យមិនខាត200ជាងប៉ុន្តែយើងក៏អាចលើកករណីមួយទៀតផងដែរថាជាធម្មតាសេវាដឹកជញ្ជូនប្រហែលអញ្ចឹង$15ហ្នឹងបើសិនជាខ្ញុំចង់បោកបងឯងចាំច្រើនណាបើសិនជាខ្ញុំអត់វេលុយឲ្យបងឯងមកគ្រប់ទេបងឯងគ្រាន់តែប្រាប់ខាងក្រុមហ៊ុនដឹកជញ្ជូនថាកុំចេញអីវ៉ាន់ឲ្យខ្ញុំទៅចប់គ្នាបាត់ហើយឃើញអត់បងឯងទទួលបាន5-10រៀលឆៅអញ្ចឹងចរចាគ្នាអាហ្នឹងគឺជាករណីដែលអាចទៅរួចមិនប្រកាសថា100%វាអាចទៅរួចទេប៉ុន្តែខ្ញុំគិតថាការចរចាគឺជាចំណុចមួយដោយសារយើងនៅក្នុងប្រទេសតែមួយជាមួយគ្នាអញ្ចឹងគឺអាចនឹងទៅរួចដូចគ្នាមួយវិញទៀតនៅពេលដែលខាងអ្នកលក់គាត់រៀបចំដឹកអវ៉ាន់គាត់រៀបចំផ្ញើអវ៉ាន់ឲ្យយើងខ្ញុំចង់ឲ្យបងប្អូនធ្វើរឿងមួយគឺសូមឲ្យអ្នកលក់ថតសកម្មភាពជារូបភាពក៏បានជាវីដេអូក៏បានពាក់ព័ន្ធជាមួយនឹងការរៀបចំអវ៉ាន់ផ្ញើមកឲ្យយើងការរៀបចំអវ៉ាន់ដាក់វិចខ្ចប់មិនជាប្រអប់មិនងាយស្រួលនៅក្នុងការនៅពេលដែលយើងទៅដល់កន្លែងយកអវ៉ាន់គឺដឹងតែអវ៉ាន់មួយហ្នឹងមួយទៀតយើងអាចទុកចិត្តបានថាអ្វីដែលគាត់ដាក់ចូលទៅក្នុងកេសឲ្យយើងហើយកេសដែលគាត់ផ្ញើមកគឺជាកេសតែមួយវាមិនមែនថា100%យ៉ាងហើយណាគឺបង្កើនទំនុកចិត្តបន្តិចថាគាត់ពិតជាបានដាក់អវ៉ាន់ហ្នឹងផ្ញើមកឲ្យពិតមែនជៀសវាងថាទិញកុំព្យូទ័រផ្ញើមកដល់ចេកឆាបផ្ញើមកដល់ចេកពីស្និតអីចឹងទៅក៏វាអាចទៅរួចដែរព្រោះអីមានអ្នកនៅក្នុងក្រុមរបស់ខ្ញុំគាត់និយាយរឿងករណីហ្នឹងដូចគ្នាទិញអវ៉ាន់នេះឯងប៉ុន្តែបានមកដល់ផ្លែឈើចេកពីស្និតចប់អញ្ចឹងគឺជាករណីដែលអាចទៅរួចដូចគ្នាមួយទៀតរកការឆាតចរចាទិញអវ៉ាន់លក់ដូរអីទាំងអស់បើសិនជាបងប្អូនអាចធ្វើបានគឺធ្វើទៅ screenshot ព័ត៌មានទុកព្រោះនៅក្នុង Telegram ជាដើមបើសិនជាគេចង់លុបគេលុបចោលបាត់ហើយអញ្ចឹងយើងមានឆាតអីណានៅសល់ទៀតអញ្ចឹងឆាតបដា screenshot ទុកបដាទៅយ៉ាងហោចណាស់នៅពេលចុងក្រោយក៏អាចផ្ដល់ព័ត៌មានទៅខាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៅក្នុងការស្នើសុំរកជំនួយដែរមិនប្រកាសថាការស្នើសុំរបស់យើងដាក់ស្នើទៅគាត់ហើយគឺលុយនឹងបានត្រឡប់មកយើង100%ទេប៉ុន្តែយ៉ាងហោចណាស់ក៏យើងធ្វើឲ្យអស់ពីលទ្ធភាពខ្លួនឯងចូលតែយើងចាញ់បោកគេហើយកុំឲ្យគេស្រួលពេកយ៉ាងហោចណាស់ឧទាហរណ៍អញ្ចេះចុះឲ្យជាក់ស្ដែងទៅឧទាហរណ៍ថាយើងបោះព័ត៌មានទៅហើយយើងអត់ទទួលបានលុយមកវិញទេប៉ុន្តែចៃដន្យអីគេចាប់អ្នកដែលប្រព្រឹត្តបទល្មើសនឹងបានយើងសប្បាយចិត្តជាងមុនតិចអត់ក៏សប្បាយចិត្តតិចដែរឃើញអត់អញ្ចឹងហេតុអីត្រូវឲ្យគេបោកប្រាស់យើងនៅស្រួលពេកធ្វើករណីនឹងឲ្យធំតិចទៅមិនខ្មែរអត់ស្រឡាញ់ខ្មែរទេប៉ុន្តែខ្មែរអត់ស្រឡាញ់អ្នកដែលបោកប្រាស់ខ្មែរដូចគ្នាតែប៉ុណ្្នឹងហើយអញ្ចឹងនៅក្នុងវីដេអូមួយនេះអ្វីដែលខ្ញុំចង់បង្ហាញក៏ដូចជាចង់លើកយកមកនិយាយគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្វីដែលខ្ញុំនិយាយនេះអាចជាប្រយោជន៍ឲ្យបងប្អូនពិចារណានៅពេលដែលទិញអីវ៉ាន់តាមប្រព័ន្ធអ៊ីនធឺណិតមិនថាតាម Facebook តាម Messenger តាម Telegram ឬក៏ប្រព័ន្ធផ្សព្វផ្សាយណាមួយក៏ដោយសូមប្រុងប្រយ័ត្នឲ្យបានច្រើនព្រោះលុយឥឡូវគឺពិបាករកមែនតែនសេដ្ឋកិច្ចក៏មិនទាន់រីកចម្រើនដល់ប្រហែលឆ្នាំមុនពេល COVID ដែរអញ្ចឹងហើយអ្វីដែលយើងអាចប្រយ័ត្នបានគឺប្រយ័ត្នទៅព្រោះបច្ចេកវិទ្យាកាន់តែរីកចម្រើនប៉ុន្តែអ្វីដែលយើងកត់សម្គាល់ឃើញគឺតិចនិចនៅក្នុងការបោកប្រាស់គឺកាន់តែរីកចម្រើនដូចគ្នាអញ្ចឹងមានអីក្រៅពីថាប្រយ័ត្នឲ្យបានខ្ពស់ជាងមុនអូខេអញ្ចឹងសង្ឃឹមថាវីដេអូនេះនឹងផ្ដល់ជាកន្លឹះក៏ដូចជាប្រយោជន៍សម្រាប់បងប្អូនពិចារណាសម្រាប់ការទិញដោះដូរអីវ៉ាន់នៅតាមបណ្ដាញសង្គមហើយកុំភ្លេចតាមដានមួយខ្ញុំនៅវីដេអូក្រោយ